សួស្តីអ្នកទាំងអស់គ្នានេះជាវីដេអូពីរបៀបប្រើប្រាស់កង់3អគ្គិសនីដឹកអីវ៉ាន់ចាំសាកវាពេលសាកកន្លែងភ្លើងកន្លែងនេះលោតក្រហមបងហើយគូសាកវានៅក្នុងខាងឆ្វេងហ្នឹងកន្លែងខាងក្រោមឆ្វេងហ្នឹងកន្លែងបាច់កែបវាកន្លែងនេះបងកាច់សោបើកមកយើងលើเอาខាងខាងនេះបាច់កែបដាក់គ្រប់ដាក់មកនេះកន្លែងនេះកន្លែងប្រាំងដៃយើងចុចចោលយើងទាញឡើងលើមកប្រាំងដៃហើយពេលយើងតម្លាក់វិញយើងចុចដាក់ក្នុងនេះមកទៅវិញមកវាយើងគាត់កាច់សោចឹងណាបងកាច់សោចឹងមកវាលុតភ្លើងចឹងយើងអាចប្រើប្រាស់បានទេបងអានេះកម្មថ្មអានេះពឿនហើយបន្តខាងនេះអានេះបើកហ្វាទៅអានេះស្នូលពេលស្នូលស្ប៉ាកន្លែងនេះកង់ដាក់បិទបាច់ភ្លើងអានេះលេខល្បឿនលេខ1លេខ2លេខ3លេខ3លឿនជាងគេបងអានេះឌីទៅមុខអថយក្រោយបងឌីទៅមុខអានេះអពេលលើទឹកអញ្ចឹងវាថយក្រោយប្រាំងវាមានអានេះប្រាំងមុខប្រាំងស្ដាំហ្នឹងចាប់ប្រាំងមុខហើយប្រាំងជើងនេះប្រាំងក្រោយតែកន្លែងនេះវិញលេខកម្លាំងបងលេខកម្លាំងអានេះយើងកាច់លើកឡើងលើមកវាលេខកម្លាំងតែគាត់អាហ្នឹងវាឆក់តែពេលលេខកម្លាំងយើងត្រូវដឹកជាប់ផងជាប់អីយើងប្រើលេខកម្លាំងអញ្ចឹងតែទូទៅយើងអត់សូវប្រើវាទេព្រោះវាកញ្ឆក់ហ្នឹងអញ្ចឹងបងប្រើទូទៅយើងលាក់ចុះក្រោមវិញអាហ្នឹងនេះយើងកាច់ដើម្បីបែនពងក្រោយឡើងលើបងលើកណ្ដឹងមកហើយយើងលើកបែនណាធំឡើងលើបាន